วิธีការពារខ្លួននៅរដូវក្តៅសូមស្លៀកសម្លៀកបំពាក់ស្ដើងពណ៌សឬពណ៌ក្រហមនិងជៀសវាងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនៅពេលចេញក្រៅត្រូវប្រើអាវដៃវែងខោជើងវែងពាក់មួកឬបាំងឆ័ត្រសូមពិសាទឹកឲ្យបានគ្រប់គ្រាន់កុំទុកដបទឹកសុទ្ធក្នុងឡានដែលនឹងបណ្ដាលឲ្យមានការឆាបឆេះបើមានរោគសញ្ញាដូចជាវិលមុខឈឺក្បាលដកដង្ហើមញាប់ឬបេះដូងដើរលឿនខ្លាំងត្រូវយកទៅមន្ទីរពេទ្យភ្លាមជាបន្ទាន់លាបឡេការពារកម្ដៅថ្ងៃមុនពេលចេញទៅក្រៅកុមារមនុស្សចាស់ឬស្ត្រីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នខ្លាំងបំផុតជាពិសេសជៀសវាងទុកកូនក្នុងឡានឬក្នុងបន្ទប់បិទជិតបើអាចសូមជៀសវាងចេញទៅក្រៅនៅពេលកណ្ដាលថ្ងៃត្រង់ពិសេសចន្លោះម៉ោងក្តៅខ្លាំងចាប់ពីម៉ោង11ថ្ងៃត្រង់រហូតដល់ម៉ោង3រសៀលត្រៀមទឹកនិងប្រអប់ថ្នាំសង្គ្រោះបឋមនៅពេលមានការធ្វើដំណើរផ្លូវឆ្ងាយមិនត្រូវដុតសម្រាមជាដាច់ខាតព្រោះអាចបណ្ដាលឲ្យមានផ្សែងនិងជាតិពុលចូលសួតជាពិសេសងាយស្រួលនឹងបណ្ដាលឲ្យមានការឆាបឆេះដោយកម្ទេចភ្លើងសូមប្រុងប្រយ័ត្នជាប់ជានិច្ចសូមអរគុណ